សូមលំអរកាយគោរពអ្នកក្លាហានទាំងអស់គ្នាត្រឡប់មកវិញជាមួយនឹងវីដេអូសម្រាយរឿងកម្ពុជាក្បាច់គុណភាគទី2ដែលជាភាគបន្តជាផ្ដើមនៃសាច់រឿងយើងឃើញមានទេសភាពដ៏ស្រស់ត្រកាលអមទៅដោយវិមានមួយក្រឡេកមើលមកខាងក្រោមឃើញនៅខ្ទមតូចមួយដែលជាគេហដ្ឋានរបស់យ៉ាងខៃនឹងឯងបើកទ្វារចូលមកដល់ខាងក្នុងហាក់បីដូចជាទទេស្អាតគ្មានអ្វីឡើយរបួសនៅនឹងមុខសំបីតែដកដង្ហើមតិចៗនឹងក៏ឈឺដែរយ៉ាងខៃមើលទៅកាន់ដបត្រាំនៅក្នុងដៃរួចនិយាយថាវាត្រូវការបន្ទុកបាក់ច្រើនណាស់ដើម្បីដូរបានវាគួរតែប្រើវាជាមួយនឹងទឹកជ្រលក់នៅកន្សែងរួចហើយឡើងទៅលើក្រែដើម្បីជូតនៅរបួសខ្លួនឯងក្រែរបស់យ៉ាងខៃនឹងមើលទៅគេថារករាក់ខ្លាំងមែនតើសូម្បីតែខ្នើយនឹងក៏ជាថ្មដែរតែថ្មនេះមើលទៅហាក់ដូចជាមិនធម្មតាខណៈពេលដែលឈាមរបស់គាត់ធ្លាក់ទៅស្រាប់តែមានភ្លឺចាញ់យ៉ាងខៃក៏ដូចជាអស់កម្លាំងហើយក៏បានលងលក់ទៅឈាមរបស់គាត់នៅតែបន្តធ្លាក់ចុះទៅលើខ្នើយនោះហើយពន្លឺក៏កាន់តែចាញ់ភ្លាមហាក់បីដូចជាធ្វើឲ្យគាត់ភ្ញាក់ផ្អើលហើយក៏បានក្រោកឡើងវិញកលេចមើលទៅក្រោយឃើញខ្នើយនោះកំពុងតែអណ្ដែតពោពេញទៅដោយពន្លឺពណ៌ស្វាហើយនៅទីនេះមិនមែនជាខ្ទមរបស់គាត់នោះទេយ៉ាងខៃឆ្ងល់ឲ្យថានៅទីនេះមិនមែនជាលអាងដែលគាត់បានប្រទះឃើញនៅខ្នើយថ្មនេះលើកដំបូងទេមែនទេហើយទេថាអ្វីទាំងអស់នេះកើតឡើងដោយសារតែខ្នើយថ្មយ៉ាងខៃយកដៃទៅប៉ះសត្វដែលលើកឡើងនៅអក្សរឈាមមួយនោះមកគឺជាការនាំផ្លូវរាងកាយមាសបានមកដល់ហើយពេលនេះយ៉ាងខៃក៏បានដឹងហើយថាតាមពិតទៅខ្នើយថ្មនេះគឺជារបស់ពិសេសហើយដំណើរការជាមួយនឹងឈាមរបស់គាត់បើយើងមើលមកកាន់ខាងក្រៅយ៉ាងខៃហាក់បីដូចជាកំពុងតែស្បិននៅខាងក្នុងព្រលឹងរបស់គាត់កំពុងតែដើរតាមខ្នើយថ្មនោះកំពុងតែរត់ទៅស្រាប់តែប៊ីដួលបាត់ទៅហើយភ្លាមនោះស្រាប់តែលឺនូវសំឡេងមួយយ៉ាងខៃតើអីហ៊ានប្រកួតជាមួយនឹងយើងម្ដងទៀតដែរទេខណៈពេលដែលកលេចទៅក្រោយស្រាប់តែស៊ីម្ដាយដាច់ផ្ងាធ្លាក់ចុះទៅក្រោមតែជាសំណាងល្អយ៉ាងខៃបានចាប់ជាប់តែគេនៅតែនិយាយថាយ៉ាងខៃបើឯងព្រមចោះចាញ់យើងនឹងទាញឯងឡើងមកវិញយ៉ាងខៃតបឲ្យថាមិនចាំបាច់នោះទេខ្ញុំអាចឡើងវិញបានដោយខ្លួនឯងគេក៏បាននិយាយថាអូមែនហើយក៏បានយកជើងជាន់ដៃយ៉ាងខៃពេលនេះយ៉ាងខៃក៏បានដឹងហើយថាចៃទីជន់គេមិនដែលប្រមាថទៅកាន់អ្នកដែលមានរបួសបែបនេះទេសួរថាតើឯងជាអ្នកណាគេក៏បានឆ្លើយថាយើងជាអ្នកណាមិនសំខាន់អ្វីដែលយើងចង់ឃើញតែយ៉ាងខៃដែលមិនព្រមចោះចាញ់អ្វីទាំងអស់នឹងសុំនៅក្តីមេត្តាដែរទេឲ្យតែឯងទទួលស្គាល់ថាឯងជាសម្រាប់យើងនឹងទាញឯងឡើងមកវិញបើពុំនោះទេឯងច្បាស់ជាធ្លាក់ទៅខ្ទេចខ្ទីខ្លួនប្រាណយ៉ាងខៃក៏បានឆ្លើយថាឯងយល់សពទៅពេលនោះគេក៏បានធាក់យ៉ាងខៃធ្លាក់ចុះមកប៉ុន្តែនៅខាងក្រោមក៏ជាទឹកមួយធ្លាក់ចុះទៅហើយនៅទីនេះមានច្រវាក់មួយពោពេញទៅដោយយ័ន្តនៅសុកច្រវាក់នេះក៏បានមករត់កយ៉ាងខៃតែឈាមរបស់គាត់ក៏បានធ្វើឲ្យច្រវាក់នេះដាច់ទៅគាត់បានព្យាយាមហែលមកខាងលើវិញរីឯយ័ន្តនៅលើច្រវាក់នោះចាប់ផ្ដើមរលាយបាត់បន្តិចម្ដងខណៈពេលនោះយើងហាក់បីដូចជាបានឃើញនៅដៃឆ្អឹងមួយកំពុងតែមាននៅជីវិតជីវ៉ាយ៉ាងខៃយ៉ាងនេះវិញបន្ទាប់ពីឡើងមកដល់លើគោគឺថាពិតជាហត់ខ្លាំងមែនតើភ្លាមក៏បានលឺនៅសំឡេងសាយក្រុងឆ្អឹងនោះក៏បានឡើងចេញមកពីទឹកហើយគេនៅតែបន្តសាយហើយយ៉ាងខៃបានសួរថាតើលោកជាអ្នកណាហើយនៅទីនេះជាកន្លែងណាគេក៏បានប្រាប់ឲ្យថានៅទីនេះគឺជាសមុទ្រសម្បញ្ញៈរបស់ឯងសមុទ្រព្រលឹងរបស់យ៉ាងខៃគឺអាចបញ្ចេញនៅភ្លើងដែលមិនឆាប់ឆេះបានដូច្នេះហើយឯងមានសិទ្ធិមើលនៅរាងកាយពិតរបស់យើងបានរួចហើយគេប្រាប់ថាគេបានជាប់ឃុំនៅក្នុងខ្នើយថ្មនេះអស់រយៈពេលយូរណាស់មកហើយអរគុណឯងដែលបានជួយដោះលែងយើងយ៉ាងខៃលឺដូច្នេះក៏រៀងដូចជាពិតភ័យគណៈពេលដែលគេនិយាយថាដើម្បីជាការសង្កត់យើងនឹងធ្វើការផ្លាស់ប្ដូររាងកាយរបស់ឯងដើម្បីឲ្យយើងប្រើប្រាស់ម្ដងបន្ទាប់មកចាប់ទាញយ៉ាងខៃប្រើប្រាស់នៅធម្មពលរបស់គេស្រូបទៅស្ថានភាពបែបនេះបណ្ដាលឲ្យយ៉ាងខៃមានការឈឺចាប់ជាខ្លាំងព្រមទាំងឲ្យយ៉ាងខៃបោះបង់ភ្លាមទៅវានឹងមិនឈឺចាប់យូរយ៉ាងខៃចាប់ផ្ដើមសួរខ្លួនឯងហើយថាតើគាត់នឹងត្រូវស្លាប់នៅទីនេះមែនទេភ្លាមនោះស្រាប់តែមាននៅចំហាយពន្លឺដែលមានរូបរាងស្តៀងនឹងមនុស្សស្រីបាននិយាយថាយ៉ាងខៃពេលនេះមិនមែនជាពេលដែលលោកត្រូវបោះបង់នោះទេរួចហើយក៏យកដៃមកលើកមុខគាត់ឡើងក៏ព្រោះតែប៉ុន្មានឆ្នាំមុននេះបន្ទាប់ពីចូលមកកាន់វិមានលីងសៀវតើលោកអាចរស់រានមានជីវិតបានដោយរបៀបណាបន្ទាប់ពីត្រូវបានពួកគេជន់ឈ្លីយ៉ាងខៃក៏តបតែខ្ញុំលែងមានក្តីសង្ឃឹមទៀតហើយនឹកឃើញទៅដល់ប្រវត្តិប្រកួតបណ្ដាឈ្នះកន្លងមកប្រកួត148ដងគឺចាញ់ទាំងអស់ចំហាយព្រលឹងនឹងនិយាយថារកការប្រកួតកន្លងមកតែការប្រកួតមួយណាដែលយ៉ាងខៃមិនយកជីវិតទៅបដូរយ៉ាងខៃលឺបែបនេះក៏ហាក់ដូចជាភ្ញាក់ផ្អើលនាងប្រាប់ថាអាចជួយបានត្រឹមនេះរួចក៏បានប្រាប់ថាឲ្យតែមានគំនិតនៅគិតបានគឺមិនទាន់ដល់ពេលដែលត្រូវបោះបង់នោះឡើយហើយព្រលឹងមួយនោះក៏បានរលាយបាត់ទៅស្របពេលដែលក្រុងឆ្អឹងរញ៉េរញ៉ៃនេះហាក់បីដូចជាធ្វើអ្វីយ៉ាងខៃលែងបានយ៉ាងខៃក៏បាននិយាយថានៅពេលដែលគាត់អាចគិតបានពេលនេះក៏មិនមែនជាពេលដែលត្រូវបោះបង់នោះឡើយយ៉ាងខៃក៏បានចាប់ទាញនៅដីឆ្អឹងនោះត្រឡប់ទៅវិញបណ្ដាលឲ្យគេផិតភ័យហើយពីដំបូងថាចង់ស្រូបយកនៅរាងកាយរបស់យ៉ាងខៃតែពេលនេះត្រូវបានយ៉ាងខៃស្រូបយកវិញគេក៏បានស្រែកយ៉ាងខ្លាំងថាទីអត់នោះទេបន្ទាប់ពីស្រូបចូលហើយយ៉ាងខៃក៏បានសួរខ្លួនឯងថាទីបំផុតលើកនេះគេបានឈ្នះហើយមែនទេភ្លាមនោះចំហាយធម្មពលនៅក្នុងខ្លួនក៏បានផ្ទុះបណ្ដាលឲ្យយ៉ាងខៃភ្ញាក់ហាក់បីដូចជាមាននៅចំហាយរាងកាយរញ៉េរញ៉ៃនឹងទៀតផងវាឆ្ងល់ពិតមែនហើយអ្វីបានជារបួសនៅលើខ្លួនគាត់ជាអញ្ចឹងចម្លែកណាស់បាត់ខ្នើយទៅណាឬមួយអ្វីដែលបានកើតឡើងទាំងអស់គឺជាការពិតគាត់ឆ្ងល់ខ្លួនឯងហើយតើបានបំបែកណាចាក់ទី3ហើយមែនអត់សារលបងចុះឡើងដូចជាអត់នោះទេរាងកាយគាត់មានអារម្មណ៍ថាធ្ងន់គាត់ត្រូវតែមើលតែមានអ្វីសម្ងាត់នៅក្នុងគម្ពីរនោះគ្រាន់តែលាតដៃគម្ពីរនោះក៏បានលេចចេញមកយ៉ាងខៃក៏ចាប់ផ្ដើមឆ្ងល់ហើយអ្វីវាបង្ហាញខ្លួនបន្ទាប់ពីគាត់បានគិតអញ្ចឹងអាចដែរទេយ៉ាងខៃក៏ធ្លាប់បានឮអ្នកដទៃនិយាយថាតាមព្រេងនិទានបុរាណគឺមាននៅវត្ថុទិព្វសម្ងាត់មួយដែលត្រូវបានគេហៅថាថ្មប្រលឹងវាអាចបើកនៅលំហនិងដាក់របស់របរចម្រុះតាមចិត្តអ្នកប្រើប្រាស់អាចដែរទេថាគម្ពីរខ្មៅធ្វើចេញពីថ្មប្រលឹងនេះយ៉ាងខៃចាប់ផ្ដើមបារម្ភហើយបើសិនជាអ្នកដទៃដឹងថាខ្លួនមាននៅវត្ថុទិព្វនោះមនុស្សនៅក្នុងវាមានលីងសៀវច្បាស់ជាតាមប្រមាញ់គាត់ហើយបិទទ្វារបិទបង្អួចចំនួនឲ្យភាពភ័យខ្លាចហើយអ្វីបានជាគាត់មិនមើលនៅគម្ពីរខ្មៅនេះឲ្យតែធ្វើឲ្យខ្លួនឯងខ្លាំងឆាប់រហ័សនៅអ្នកដទៃច្បាស់ជាមិនហ៊ានធ្វើបាបនោះទេរួចហើយយ៉ាងខៃក៏ចាប់ផ្ដើមពិនិត្យមើលនៅគម្ពីរនេះវាគឺជាស្នៀតរាងកាយមាសគិតថាអ្វីដែលគាត់បានស្រូបមុននេះគឺជាស្នៀតដំបូងនៃគម្ពីរនេះបន្ទាប់មកចាប់ផ្ដើមបង្វិលវាហើយនេះក៏ជាស្នៀតដែលគាត់អាចចាប់ផ្ដើមហាត់ឲ្យឡើងនេះបានតែស្នៀតនេះដែរអាចហាត់បានតែមុនព្រះអាទិត្យរះ1ម៉ោងកន្លះជារៀងរាល់ថ្ងៃដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់សាច់រឿងកា
តមកដល់ថ្ងៃថ្មីក៏ជាពេលដែលយ៉ាងខៃត្រូវវឹកហាត់ស្និទ្ធថ្មីរបស់គាត់មេតិកាន់យ៉ាងខៃហាក់បីដូចជាយល់បន្តិចបន្តួចហើយតាមពិតទៅគឺអញ្ចឹងប្រើនៅចំហាយធម្មពលនេះប្រៀបបានដូចជាខ្យល់មេតិគាត់ហាក់បីដូចជាសប្បាយចិត្តខ្លាំងតែភ្លាមគាត់ក៏យល់ថាខ្លួនឯងគិតច្រើនទេដឹងហេតុអ្វីបានជាមានអារម្មណ៍ថាដូចជាមាននរណាម្នាក់នៅទីនេះប្រសិនបើគេដឹងពីការសម្ងាត់របស់គាត់ច្បាស់ជាមានគ្រោះថ្នាក់មិនខានលឺនៅសំឡេងជុំវីបោហើយព្រមបន្តបានបោះសម្អាតនៅឡើយហើយក៏រត់ចេញទៅពេលនោះយើងក៏បានឃើញជើងមនុស្សម្នាក់ដើរចូលមកមែនចង់ដឹងថាសាច់រឿងនឹងទៅជាយ៉ាងណាសូមរងចាំតាមដានជាមួយនឹង admin នៅភាគបន្តទាំងអស់គ្នា